ណាអោណាថ្លៃណាបើមីអូនណាជូនអូនទៅស្រុកហាងថ្លៃតាហាងថ្លៃយើងពេលដែលយើងប្រើមកអឺនប្របីនេះយើងរៀងខាត់បន្តិចព្រោះបើយើងជ្រៀងសម័យគាត់ថាយើងបោអាឡុកឲ្យវែងឯតែដល់ពេលយើងមកជ្រៀងនេះយើងតបប្រើអឺនតិចចឹងហើយយើងជ្រៀងទៅចាំយើងរៀងកាត់អឺនតាមនឹងចឹងទៅជួនអូនទៅស្រុកកុំឲ្យវារៀងត្រង់ពេកឲ្យវារៀងមានកលៈបន្តិចមកព្រឹកស្អែកនេះណាចឹងតោះអោណាជួនអូនអោណាជួនអូនទៅស្រុកបើមីអូនណាព្រឹកស្អែកនេះយកត្រង់ដល់នោះតែអាត្រង់ណានេះយើងបែបសម័យអញ្ចឹងណាអញ្ចឹងយើងច្រៀងមិនក៏បានតែដល់ពេលយើងមកច្រៀងចាប់អឺនរបៀបបែបបុរាណចេះវិញតោះតែយើងយកអឺនហ្នឹងវិញយកអត់យកមុនទៀតទេចេះណាអូនណាថ្លៃណាបើមីអូនណាជូនអូនទៅស្រុកហាងថ្លៃតាហាងថ្លៃយើងពេលដែលយើងប្រើមកអឺនប្របីនេះយើងរៀងខាត់បន្តិចព្រោះបើយើងជ្រៀងសម័យគាត់ថាយើងបោអាឡុកឲ្យវែងឯតែដល់ពេលយើងមកជ្រៀងនេះយើងតបប្រើអឺនតិចចឹងវារៀងខាត់បន្តិចឯងហើយយើងត្រូវតែរៀនដកដង្ហើមបន្តិចមកយើងយូរទៅយើងធ្លាប់ហើយចឹងធ្វើอะไรហ្នឹងមកចេះណាអូណាអូណាចេះណាអូណាថ្លៃណាចឹងអបចឹងមកឃើញចឹងនិយាយទៅសំខាន់ឲ្យតែថ្នាក់កន្លែងហ្នឹងពួកកន្លែងហ្នឹងកន្លែងព្រោះឲ្យតែកាលណាយើងច្រៀងឆ្កយចឹងបើយើងទៅច្រៀងមួយភ្លេងការវាអត់ចូលគ្នាហ្មងបើច្រៀងមួយសម័យវាចូលហើយដល់ពេលច្រៀងមួយបុរាណអត់ចូលទេអត់ចូលទេឥឡូវសាក់ដាក់ជាមួយតែខេមកបងអត់ចូលគ្នាហ្មងអឺនកាមុនណាឥឡូវមើលសាក់មើលចឹងណាអូណាចេះណាអូណាថ្លៃណាចឹងមកចឹងណាអូណាថ្លៃណាក៏បីជាអត់តន់ល្អប៉ុន្តែចង់ឲ្យបាន
បានអញ្ចឹងធ្វើម៉េចយើងរៀនសារចោះសារឡើងយូរយើងថ្នាក់ទៅយើងចាក់ឲ្យវាប្រុសហើយធ្វើអញ្ចឹងទៅតោះឥឡូវតទៀត